Good morning, everyone. Welcome to our lesson today. So today we're going to learn state verbs and action verbs. So ឯអ្នកនេះអញ្ចឹងអានឹងយើងនឹងបន្តមេរបស់យើងទៀតហើយមេរៀនថ្ងៃនេះគឺយើងនិយាយអំពីគេអាសព្ទមានសកម្មភាពនិងគេអាសព្ទដែលអត់មានសកម្មភាពអូខេអញ្ចឹងយើងចាប់ផ្ដើមតែម្ដងរៀនភាសាអង់គ្លេសអនឡាញឥតគិតថ្លៃរៀងរាល់ចុងសប្តាហ៍ចាប់ពីម៉ោង 8 ដល់ 9 យើងនឹងចាប់ផ្ដើមជាមួយនឹង action verbs កិរិយាសព្ទដែលមានសកម្មភាពអញ្ចឹងយើងថាម៉េច action verbs describe actions activities or events that happen that express something that a person animal or things does អញ្ចឹងយើងបើយើងក្រែងងាយទៅក្នុងស្លាយរបស់យើងកិរិយាសព្ទដែលមានសកម្មភាពគឺសំដៅទៅលើបុគ្គលវត្ថុឬក៏សត្វបញ្ចេញសកម្មភាពទៅលើអីគេមួយ Okay can be used with continuous tense អញ្ចឹងយើងអាចប្រើប្រាស់កន្លែងនេះកិរិយាសព្ទកន្លែងនេះដើម្បីបញ្ជាក់អំពីសកម្មភាពដែលកំពុងកើតឡើងនៅក្នុងអនាគតកាលអូខេឬក៏បញ្ជាក់អំពីសកម្មភាពដែលយើងកំពុងតែមានហ្នឹងឯងឧទាហរណ៍យើងមានពាក្យ run walk eat sleep yes អញ្ចឹងយើងមើលឧទាហរណ៍ខាងក្រោម they were eating dinner ឃើញទេអញ្ចឹងកន្លែងនេះគឺគេចង់និយាយថា were eating verb plus to be plus verb ing អញ្ចឹងបានថាបញ្ជាក់អំពីសកម្មភាពដែលគាត់កំពុងតែញ៉ាំ dinner okay how about state verbs or stative verb and somebody will say non-action verbs អញ្ចឹងយើងមានឈ្មោះពីរនេះយើងមាន state verbs stative verbs ឬក៏អ្នកខ្លះគេនិយាយថា non-action verbs អញ្ចឹង definition របស់វា state verbs describe states feelings opinions possessions or senses they express something that a person animal or things is or has rather than something it does they may often describe a condition or situation that is generally true or ongoing not temporary action ជាយើងថាម៉េច state verb ហ្នឹងគឺយើងប្រើដើម្បីបញ្ជាក់ពីអារម្មណ៍យោបល់ឬក៏ការដែលយើងមានកម្មសិទ្ធិឬក៏sense របស់យើងហើយវាបញ្ជាក់អំពីមនោវត្ថុជាជាងអ្វីដែលមនុស្សមានសកម្មភាពអញ្ចឹងជាការក្នុងលក្ខខណ្ឌក្នុងការប្រើប្រាស់វាគឺយើងប្រើប្រាស់ទៅលើតែលក្ខណៈគាត់ឬក៏របស់នោះឬក៏បុគ្គលនោះគាត់ធ្វើសកម្មក្នុងរយៈពេលខ្លីអត់យូរទេ cannot be used in continuous tense អញ្ចឹង state verb អត់អាចប្រើជាមួយនឹង continuous tense បានទេ Using them in a continuous form is usually grammatically incorrect or changes their meaning significantly អញ្ចឹងបើសិនជាយើងប្រើប្រាស់វានៅក្នុង continuous tense yes យើងប្រើបានប៉ុន្តែនៅក្នុងលក្ខខណ្ឌមួយគឺនៅក្នុងទម្រង់ grammar ដែលអត់ត្រឹមត្រូវឬក៏ម្យ៉ាងទៀតយើងប្រើ verb ing បានប៉ុន្តែនៅក្នុងអត្ថន័យផ្សេងអញ្ចឹងឧទាហរណ៍មានគេខ្លះយើងមាន about feelings យើងមាន love hate like dislike want need prefer believe អញ្ចឹងអានេះគឺជា state verbs បញ្ជាក់អំពី feelings ហើយយើងក៏មាន state verb ជាអំពី opinions ឬក៏ thinking ដូចជា know understand remember about possessions យើងមាន have មាន own មាន possess មាន belong ហើយយើងក៏មានបញ្ជាក់អំពី sense របស់យើងមាន feel មាន look មាន smell មាន taste ហើយមានអីគេពាក់ព័ន្ធជាមួយនឹងអីដែលមាននៅក្នុងដែលមានស្រាប់ដូចជា seems appear exist consist of include contains អញ្ចឹងអាទាំងអស់នេះគឺជាផ្នែក existence or being ប៉ុន្តែដែលខ្ញុំនិយាយខាងលើមិញទាំងអស់គឺសុទ្ធតែជា state verbs ទាំងអស់ចុងឧទាហរណ៍ I am knowing the answer no it's not that's correct the correct one is I know the answers ចឹងបានថាយើងអាចនិយាយថាអូខ្ញុំកំពុងតែដឹងចាំហើយព្រោះធម្មតាពេលយើងដឹងគឺយើងដឹងហើយអាចកំពុងដឹងបានទេថាម៉េចអូខេ
she's having a car អញ្ចឹងកន្លែងនេះពាក់ព័ន្ធជាមួយនឹង possessions អញ្ចឹង possessions มันអាចកំពុងមានបានទេគឺយើងត្រូវតែ she has a car ញ៉េប៉ុន្តែខាងក្រោមមានបន្តិច yes the soup has delicious អញ្ចឹងយើងគេបើគេពន្យល់យើង describe a quality of the soup អញ្ចឹងបញ្ជាក់អំពីរសជាតិនៃ soup ប៉ុន្តែបើសិនជាយើងនិយាយអំពី action verbs ពីនេះយើងអាចប្រើនៅក្នុង non action verb ក៏បានឬក៏ប្រើនៅក្នុង action verbs ក៏បានដូចជា she is tasting the soup អញ្ចឹង tasting ទៅនេះមិនមែន describe អំពី quality of soup នោះទេគឺយើងនិយាយអំពីគាត់កំពុងតែធ្វើសកម្មភាពញ៉ាំទៅលើ soup នោះអូខេ he is seeming tired so the correct one is he seems tired អូខេអញ្ចឹងយើងមកមើល note បន្តិចគេថា some verbs can be both static verb and action verbs depending on the context and their meaning in particular sentence គេថាអញ្ចឹងបែរថា verb ខ្លះវាអាចដើរតួពីជា static verb ផងជា action verb ផងវាផ្អែកទៅលើអត្ថន័យឬក៏បរិបទនៃអត្ថន័យរបស់វាដែលចង់មាននៅក្នុងប្រយោគដែរឧទាហរណ៍ដូចយើងនិយាយពី have think see taste smell feel អញ្ចឹងកន្លែងនេះដូចជាឧទាហរណ៍ have យើងនឹងថាវាជា static verb ប៉ុន្តែយើងចាំឲ្យថា static verb យើងមិនអាចប្រើបាននៅក្នុង continuous tense បានទេប៉ុន្តែបើសិនជាខ្ញុំនិយាយថា I am having dinner អញ្ចឹងបើថាខ្ញុំកំពុងមាន dinner មិនមែនទេគឺខ្ញុំកំពុងតែញ៉ាំ dinner អញ្ចឹង having ទៅនេះគឺសម្រាប់ទៅលើ eating អូខេ think ដូចគ្នាអញ្ចឹងវា I think about you វាជារឿងមួយដែលយើងមានអារម្មណ៍ថាយើងគិតអំពីអ្នកផ្សេងតែបើសិនខ្ញុំថា I'm thinking about the exam tomorrow អញ្ចឹងខ្ញុំកំពុងតែគិតអញ្ចឹងកំពុងគិតរបស់ខ្ញុំហ្នឹងវាជាសកម្មភាពដែរវាជាពីសកម្មភាពនៅក្នុង continuous tense អូខេអញ្ចឹងមេរៀនយើងរបស់យើងហ្នឹងគឺប៉ុណ្ណឹងហើយសង្ឃឹមថាអ្នកអាចនឹងយល់បន្ថែមឬក៏អ្នកអាចសួរបាននៅក្នុងប្រអប់ comment ឬក៏ផ្ញើសារមកផ្ទាល់ក៏បានដែរហើយពាក់ព័ន្ធជាមួយនឹង Telegram ពាក់ព័ន្ធជាមួយនឹង YouTube អ្នកអាចមើលក្នុង caption បានខាងក្រោមនេះជាលំហាត់ហើយពិតជាលោកចិត្តអរគុណគ្នាបានធ្វើការ practice ដើម្បី check ថាតើយើងរៀនបានប៉ុណ្ណាពាក្យពាក់ព័ន្ធជាមួយនឹងវីដេអូនេះឬជាមេរៀននេះផងដែរអូខេជួបគ្នាវីដេអូក្រោយសូមព្រះប្រទានពរ